ចាសូមគោរពជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះដែលស្ដីអំពីតួអង្គនៅក្នុងរឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់ចាអញ្ចឹងដូចនៅវីដេអូមុនគឺយើងបានសង្ខេបចាក៏ដូចជានិយាយអំពីការកត់តែងរួចមកហើយយើងនឹងមកមើលថាតើតួអង្គនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់មាននរណាខ្លះចាអញ្ចឹងតើតើនឹងតួអង្គទី1គឺពូសួនសុកហើយតើពួកគាត់ទាំងអស់ហ្នឹងគឺជានរណាឥឡូវនេះយើងនឹងទៅអានទាំងអស់គ្នាចាពូសួនសុកគឺជាឪពុករបស់សំចាដែលត្រូវបានបារាំងចាប់ធ្វើទារុណកម្មរហូតដល់ស្លាប់រីឯមីងសនជាប្រពន្ធរបស់ពូសួនសុកនិងជាម្ដាយរបស់សំចាហើយសួនសំនេះគឺជាតួអង្គឯកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ហ្នឹងឯងរីឯនាងសយគឺជាភរិយារបស់សំដែលត្រូវលោកថៅកែហុកចាប់រំលោភហើយស្លាប់នៅពេលដែលនាងចាឆ្លងទន្លេដោយគ្មានប្រកាសចារីឯមីនិងនាងមុំគឺជាកម្មករធាក់ស៊ីក្លូនិងជាមិត្តភ័ក្តិរួមសុខទុក្ខជាមួយនឹងសំចាតួអង្គសួសសានយាយប៉ោងនិងយាយប៉ោះជាអ្នកដែលជួយយកអាសាសំនៅពេលមានអាសន្នចាតួអង្គយាយកានគឺជាថៅកែត្រីចក្រយានដែលមានអធ្យាស្រ័យល្អចំពោះកម្មករចារីឯភិក្ខុសៅចាជាភិក្ខុមួយអង្គដែលរស់នៅវត្តមហាមន្ត្រីជាអ្នកជួយសំឲ្យបានការងារធ្វើនៅក្នុងហាងទំនិញមួយចារីឯតួអង្គរដ្ឋមន្ត្រីក្មេងគឺជាតួអង្គដែលធ្វើឲ្យសំនឹងមានគ្រោះថ្នាក់ចាប៉ុន្តែក៏ជាអ្នកដែលជួយសង្គ្រោះជីវិតសំផងដែររីឯតកែហុកចាជាអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដំជានាយទុនដែលមានចិត្តកំណាចខូខើចាហើយជាអ្នករំលោភលើនាងសយដែលជាភរិយារបស់សំចាហើយតួអង្គអ្នកស្រីកឹមលៀងចាគឺជាប្រពន្ធរបស់ថៅកែគឹមឈុនជាថៅកែត្រីចក្រយានចាស្គាល់តែពីលុយទេចាពុំមានការសន្តោសដល់កម្មករណាឡើយចាអញ្ចឹងអ្នកស្រីគឹមលៀងគឺជាតួអង្គដែលអាក្រក់មិនសូវសន្តោសប្រណីដល់កម្មករទេចារីឯហ៊ីហួរចាជាអ្នកលេងល្បែងស៊ីសងចូលទៅធ្វើចៅហ្វាយអ្នកទោសនៅក្នុងគុកចាតួអង្គសេងលីជានាយទុនម្ចាស់ឧស្សាហកម្មសាប៊ូចាតួអង្គសេងអានគឺជាតួអង្គចាកូនរបស់លោកសេងលីនឹងឯងចានិងជាឈ្មួញនៅក្រៅប្រទេសផងដែររីឯតួអង្គសេងហុងគឺជាក្មួយរបស់សេងលីចាជាអ្នកចាត់ការថ្មីជាអ្នកបណ្ដេញសំនិងកម្មករខ្មែរចេញពីរោងចក្រឧស្សាហកម្មសាប៊ូចាអញ្ចឹងសេងអានសេងហុងនឹងគឺជាបងប្អូនជីដូនមួយនឹងគ្នារីឯតួអង្គលោកយេងជាតួអង្គដែលនិយាយពីអ្នកនយោបាយបោកប្រាស់ចាកម្មករស្ដីពីចក្រយានរីឯតួអង្គអ្នកស្រីសម្បូរសម្បត្តិគឺជាតួអង្គចាដែលមានដែលជាម្ចាស់ទ្រព្យគ្មានក្តីមេត្តាចារីឯតួអង្គគ្រូណូរីគឺជាតួអង្គដែលមើលឃើញតែប្រាក់ជាធំចារីឯតួអង្គតាសានជាម្ចាស់ឈ្នួលហ្នឹងគឺជាតួអង្គដែលមានចិត្តរិឆាចាមិនមានចិត្តល្អទេស្គាល់តែលុយចាមុខលុយតែម្ដងចាតួអង្គប៉ូលីសគឺជាអាជ្ញាធរនាសម័យសង្គមរាស្ត្រនិយមចាហើយតួអង្គសួសជាកាបូរ៉ាល់អ្នកទោសចាជាអ្នកការពារនាយទុនរីឯតួអង្គសៅជាអ្នកលេងនៅក្នុងក្រុងរីឯតួអង្គអាគុជគឺជាតួអង្គដែលជាអ្នកបម្រើរបស់អ្នកស្រីកឹមលៀងចាអញ្ចឹងទាំងអស់នេះគឺជាតួអង្គនៅក្នុងរឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់សង្ឃឹមថាបងប្អូនអរគ្នានឹងទទួលបាននៅចំណេះដឹងថ្មីមួយនេះហើយវីដេអូមួយនេះក៏សូមចប់ត្រឹមតែប៉ុណ្ណេះសូមបងប្អូនអរគ្នាជួយ like និង subscribe channel YouTube Teacher ដាចម្នាក់មួយផងចាវីដេអូអ្នកគ្រូចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា